សួស្តីអ្នកនរគ្នានេះគឺជាផាធូដែលខ្ញុំនិយាយពីការធ្វើដំណើរពីប្រទេសខ្មែរទៅដល់ប្រទេសចិនថាតើពួកខ្ញុំជួបវិគេខ្លះហើយមានដំណាក់កាលគេខ្លះអញ្ចឹងពេលដែលពួកខ្ញុំទិញហ្នឹងគឺថាពួកខ្ញុំអត់មាន direct ទេពួកខ្ញុំត្រូវជិះទៅសាំងហៃសិនបានត្រឡប់មកសាលាដែលពួកខ្ញុំរៀនវិញអញ្ចឹងសាលាដែលពួកខ្ញុំរៀនហ្នឹងគឺថានៅកួងស៊ីនៅក្នុងទីក្រុងណានីងអញ្ចឹងពួកយើងចូលវីដេអូអ្នកគ្នាអញ្ចឹងពេលដែលពួកខ្ញុំចូលcheck in check អីហើយអស់គឺថាពួកខ្ញុំចិត្តដល់ម៉ោងចូលយន្តហោះហើយដោយសារពេលដែលពួកខ្ញុំ check in ហ្នឹងវាចូលមក10ជាងហើយនាំតែពួកខ្ញុំ check in ចប់គឺចូលឡើងមកមិន10ជាងហើយដោយសារមនុស្សច្រើនអញ្ចឹងគ្រាន់តែពួកខ្ញុំដើរមកដល់កន្លែងយើងចូលយន្តហោះហ្នឹងគឺពួកខ្ញុំចាំថាមកសន្ទុះទៀតគឺថាបានចូលយន្តហោះហើយដោយសារការជើងយន្តហោះពួកខ្ញុំហ្នឹងឡើងមកពី10ប៉ុន្តែពេលហ្នឹងដោយសារមនុស្សច្រើនពេកអញ្ចឹងទៅនាំតែបានឡើងយន្តហោះជុំគ្នាអស់ហ្នឹងគឺថាពួកខ្ញុំ delay ឡើងចូល20នាទីដែរដល់ម៉ោង2:10កន្លះជាងមកពួកខ្ញុំបានឡើងអញ្ចឹងពួកខ្ញុំចេញទៅទាំងយប់ហ្មងអញ្ចឹងយន្តហោះនៅពេលយប់ហ្នឹងគឺថាពួកខ្ញុំអត់មានអីញ៉ាំទេដោយសារពេលយប់អញ្ចឹងគេអត់ឲ្យទេគ្រាន់តែគេឲ្យទឹកនៅលើយន្តហោះញ៉ាំអីចឹងទៅអញ្ចឹងពេលដែលដល់មកពេលយប់ពេលដែលធៀមឡើងលើយន្តហោះហ្នឹងគឺគេនឹងបិទភ្លើងឲ្យpassenger គេងដើម្បីសម្រាកហើយបន្ទាប់ពីគេងអស់ចិត្តហើយគឺដល់ភ្លឺហើយអញ្ចឹងពេលដែលភ្លឺគេនឹងបើកភ្លើងហើយពេលហ្នឹងគេយកទឹកយកអីឲ្យយើងញ៉ាំអីចឹងទៅហើយក៏គេដាក់ថាយើងចិត្តទៅដល់សាំងហៃហើយនេះគឺគេឲ្យភួយនិងគេឲ្យស្លឹកនេះមួយដើម្បីឲ្យសរសេរដល់ពេលហ្នឹងគេសួរថាយើងត្រូវការអត់អីចឹងណាហើយពួកខ្ញុំគឺត្រូវការដើម្បីយកទៅឲ្យគេដើម្បីពេលដែលយើងចូល dose flight ម្ដងទៀតហើយក៏ពួកខ្ញុំចុះទៅគឺថាពួកខ្ញុំចូលមកកន្លែង check in មកតង់ទៀតដើម្បី transfer ទៅខាងកួងស៊ីអញ្ចឹងពួកខ្ញុំត្រូវការ check bag ម្ដងទៀតពេលដែល check bag រួចរាល់ពួកខ្ញុំក៏ទៅរកកន្លែងជិះត្រេនគឺនៅសាំងហៃហ្នឹងពលាយន្តហោះគេធំមែនតើអញ្ចឹងបើយើង check in ចប់អីហើយយើងទៅកន្លែងចូលយន្តហោះមកខាងទៀតដល់តែជិះត្រេនមិនកើតអញ្ចឹងពេលដែលពួកខ្ញុំចូលមកដល់ខាងខំហ្នឹងគឺពួកខ្ញុំចាំត្រេនតែមួយផ្លែតទេគឺត្រេនបានមកដល់ហើយអញ្ចឹងរយៈពេលដែលពួកខ្ញុំជិះនៅលើត្រេនហ្នឹងគឺតាមួយផ្លែតដែរទេបានពួកខ្ញុំជិះទៅដល់ខាងនោះហើយអញ្ចឹងពេលដែលខ្ញុំជិះទៅដល់មកខាងទៀតហ្នឹងគឺពួកខ្ញុំចុះពីលើត្រេនហើយក៏នាំគ្នាទៅរកកន្លែងច្រកដែលត្រូវទៅចាំចូលនៅក្នុងពលានអញ្ចឹងពួកខ្ញុំរកទៅពេលដល់រកឃើញហើយគឺគួរចាំនៅនឹងដោយសារពេលហ្នឹងគឺអស់ថ្មអស់អីផងអញ្ចឹងនាំគ្នាសាកថ្មសាកអីឡើងមកសន្ទុះធំដែរព្រោះដោយសារពេលហ្នឹង plan delay ប្រហែលចូល20នាទីអីដែរអញ្ចឹងទៅពួកខ្ញុំមានពេលសាកថ្មសាកអីឡើងពេញអស់ហើយបានគេហៅទៅតម្រងជួរដើម្បីចូលទៅក្នុងយន្តហោះចឹងក្រោយពីបានឈមមកសន្ទុះធំមកគឺពួកខ្ញុំបានចូលទៅក្នុងបានដោយជោគជ័យអត់មានបញ្ហាអីទេហើយភ្ញៀវគឺនៅតែច្រើនមែនតើអ្នកនរគ្នាអាចមើលឃើញខ្សែបានគឺថាឡើងវែងតែម្ដងហើយពួកខ្ញុំចូលទៅដល់ហ្នឹងវាពេលហ្នឹងខ្ញុំភ្លេចដែរដូចជាខ្ទង់ម៉ោង9អីដែរព្រោះវាភ្លឺហើយពេលហ្នឹងក៏ចាប់ដើមឃ្លានតិចដែរជើងយន្តហោះមុនដំបូងហ្នឹងគឺគេឲ្យបាយប៉ុន្តែចូលទៅដល់ភ្លាមគេអត់ទាន់ឲ្យភ្លាមទេអញ្ចឹងដល់តែមកសន្ទុះបានគេឲ្យបាយញ៉ាំជើងយន្តហោះរត់ដល់ខ្ញុំជិះគឺគេមានឲ្យយើងរើសម្ហូបមានយកបាយឬក៏យកមីឆាអញ្ចឹងទៅប៉ុន្តែជើងយន្តហោះលើកនេះគឺមានតែបាយឆាទេហើយមានថែមនំប៉័ងនំអីដូចតែរត់ដល់មួយយ៉ាអ៊ូអីចឹងទៅអញ្ចឹងពេលហ្នឹងញ៉ាំបដាមើលទៅសភាពខាងក្រៅបដាអីចឹងទៅក្រៅពីញ៉ាំចាប់គឺអត់មានអីក្រៅពីគេងហ្នឹងទេខ្ញុំគេងរហូតដល់តាចុះជើងយន្តហោះបានខ្ញុំងើបឡើងវិញអញ្ចឹងពេលដែលទៅដល់ហ្នឹងវាម៉ោងថ្ងៃអីវាចូលម៉ោង2:10ជាងហើយអញ្ចឹងនាំតែពួកខ្ញុំនៅយកអីវ៉ាន់យកវ៉ាលីអីទៀតវាចូលម៉ោង2:10ជាងមែនតើអញ្ចឹងពេលដែលពួកខ្ញុំយកវ៉ាលីហើយពួកខ្ញុំក៏នាំគ្នាចេញទៅខាងក្រៅដើម្បីរកអ្នកមកយកពេលហ្នឹងមានកម្ពុជា3នាក់ដើម្បីមកទទួលពួកខ្ញុំដែរហើយណាមួយពេលហ្នឹងត្រូវមានឡានសាលាមកយកភ្លាមប៉ុន្តែមានបញ្ហាតិចតួចចឹងទៅក៏គាត់មកយឺតពួកខ្ញុំចាំឡើង1ម៉ោង2ម៉ោងជាងចឹងទៅឥឡូវគាត់មកយកពួកខ្ញុំអីចឹងពេលដែលមកយកហ្នឹងគឺថាឡានអត់អាចចូលទៅដល់ផ្លូវដែលពួកខ្ញុំកំពុងចាំហ្នឹងឯងដោយសារគេថាផ្លូវហ្នឹងគឺសម្រាប់តាឡានបពលានយន្តហោះចូលទេអញ្ចឹងឡានខាងក្រៅចូលអត់បានទេអញ្ចឹងពួកខ្ញុំត្រូវឡើងដាក់ឆ្លងទៅមកខាងទៀតដើម្បីឡើងឡានសាលាទៅដល់សាលា
ការនឹងខ្ញុំចុះភ្លាមថ្ងៃខែ10ថ្ងៃ10អញ្ចឹងពេលហ្នឹងនៅក្តៅដូចខ្មែរឡើយទេទៅតែឥឡូវចូលថ្ងៃ20ជាងនេះបានចាប់ដើមត្រជាក់អញ្ចឹងចាំជួបគ្នានៅផាសរីពេលតែពួកខ្ញុំដល់សាលាជំរាបលាអ្នកនរគ្នា